បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមកចែករំលែកចំណេះដឹងខ្លះៗអំពីបច្ចេកវិទ្យាដែលទើបតែចេញថ្មីបាទគឺ Gemini VO3 បាទហើយខ្ញុំនឹងបង្ហាញជូននៅថ្ងៃនេះគឺរបៀបដែលយើងអាចចុះឈ្មោះប្រើប្រាស់ VO3 បានដោយឥតគិតថ្លៃហើយនឹងរបៀប generate video បាទឲ្យមានលក្ខណៈដូចជាពិតៗបាទដែលឥឡូវគឺពេញនិយមមែនទែនវីដេអូប្រភេទនេះអញ្ចឹងដើម្បីឲ្យកាន់តែលម្អិតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបចុះឈ្មោះក៏ដូចជាការសរសេរ prompt ដើម្បី generate វីដេអូផងដែរបាទសម្រាប់បងប្អូនដែលថ្មីគាត់ទើបតែទស្សនាវីដេអូរបស់ខ្ញុំបាទសូមជួយចុច subscribe ឬក៏ like វីដេអូខ្ញុំផងបាទសូមអរគុណអញ្ចឹងយើងចូលទៅក្នុង screen តែម្ដងអូខេហ្នឹងហើយយើងចូលមកដល់ screen របស់យើងបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវតែ log in ចូលទៅក្នុង Google របស់អ្នកទាំងអស់គ្នាបាទបន្ទាប់ពី log in ហើយអ្នកទាំងអស់គ្នាឃើញចំណុច3 4នេះទេបាទគឺចុចកន្លែងហ្នឹងមួយមកបន្ទាប់មកយើងយក Gemini នេះមកបាទអញ្ចឹងដោយសារតែ account អ្នកទាំងអស់គ្នាអត់ទាន់បាន upgrade ទេអញ្ចឹងកន្លែងនេះយើងដាក់ឃើញពាក្យថា upgrade ហើយកន្លែងនេះក៏អត់ទាន់មានវីដេអូដែរអញ្ចឹងបើសិនជាយើងអត់ទាន់បានចុះឈ្មោះអត់ទាន់បាន upgrade ឡើងទៅជា Pro ទេគឺអត់អាច generate ជាវីដេអូបានទេបាទអញ្ចឹងយើងចុចលើពាក្យ upgrade នេះមួយមកបាទបន្ទាប់មកទៀតយើងចុចទៅលើពាក្យ get offer agree មកបាទកន្លែងនេះយើងត្រូវ add card បាទចំណុចនេះខ្ញុំសូមបញ្ជាក់ថាយើង add card របស់យើងហើយគឺវាអត់ទាន់កាត់ទេអញ្ចឹង Google Gemini ហ្នឹងគេទុកពេលឲ្យយើងសាកល្បងរយៈពេល1ខែហើយយើងអាច cancel member ហ្នឹងបានពេលណាក៏បានដែរតែបើសិនជាយើងអត់ចង់អស់លុយទេយើងត្រូវ cancel ឲ្យបានមុន1ខែបាទអញ្ចឹងយើងចាប់ផ្ដើមបង្ហាញលេខកាតយើងទៅបាទកន្លែងនេះខ្ញុំសូមបិទបាទផងចំណុចនេះអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុង Visa Card ឬក៏ Master Card យើងមានលេខ card number ហើយនឹងថ្ងៃផុតកំណត់ដូចជាថ្ងៃផុតកំណត់និងឆ្នាំផុតកំណត់ហើយ CVC ហ្នឹងគឺលេខ3ខ្ទង់នៅខាងក្រោយកាតយើងពេញតាមហ្នឹងទៅបាទចំណុចនេះយើងពេញ address ទៅហើយ city ក៏ដូចជា postal code ហ្នឹងយើងពេញតាមហ្នឹងទៅបាទចូលមកដល់នេះគឺវាដាក់ថា upcoming charge គឺ start today បានន័យថាពីរយៈពេលថ្ងៃហ្នឹងទៅដល់ថ្ងៃទី5បាទខែតុលា2025វានឹងកាត់លុយប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងចុច subscribe ទៅគឺវាអត់ទាន់កាត់ភ្លាមទេគឺវា free ឲ្យមួយខែសិនអូខេនេះយើងបាន subscribe បានជោគជ័យហើយបាទគឺយើងអាចប្រើ Google Gemini ហ្នឹងសម្រាប់ការ generate video បាទគឺ VO3 បាទបាទឥឡូវនេះយើងបានមកដល់Gemini Pro ហើយបាទអញ្ចឹងបានន័យថាយើង register ជោគជ័យហើយអញ្ចឹងយើងឃើញកន្លែងនេះមានវីដេអូអញ្ចឹងយើងអាច generate វីដេអូបានហើយកន្លែងនេះគឺគេដាក់ថា Pro បាទហើយសម្រាប់កន្លែងនេះយើងយកកដាលបាទគឺ 2.5 Pro preview បាទយកហ្នឹងមកបាទបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញអំពីការសរសេរ prompt បាទអញ្ចឹងកន្លែងនេះគឺយើងអត់ទាន់ចុចកន្លែងវីដេអូទេគឺយើងត្រូវទៅសេ prompt សិនបាទយើងចុចធម្មតាសិនមកយើងទៅសេ prompt សិនមកបាទហ្នឹងហើយឥឡូវខ្ញុំបានទៅសេ prompt ហើយបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទៅសេ prompt ដូចខ្ញុំឬក៏អ្នកទាំងអស់គ្នាច្បាស់ភាសាអង់គ្លេសអាចទៅសេ prompt បានដោយខ្លួនឯងនេះខ្ញុំគ្រាន់តែបង្រៀនពីរបៀបទៅសេ prompt ហើយនឹង generate ទៅជាវីដេអូបាទហើយចំណុចមួយទៀតបាទគឺពេលខ្លះយើង
អាចទៅសេប្រមអញ្ចឹងហើយប៉ុន្តែបើសិនជាយើង generate ចេញមកគឺអត់និយាយខ្មែរទេបាទអាហ្នឹងគឺបញ្ហាមកពីការទៅសេប្រមរបស់យើងប៉ុន្តែយើងអាចស្រាវជ្រាវបន្ថែមទៀតអំពីការទៅសេប្រមបាទព្រោះការទៅសេប្រមគឺមានខុសៗគ្នាហើយវីដេអូដែល generate គឺគេឲ្យរយៈពេលតែ8វិនាទីទេបាទអញ្ចឹងយើងត្រូវធ្វើអីខ្លីៗបាទអញ្ចឹងខ្ញុំចុចតាពាក្យសញ្ញានេះមកបាទខ្ញុំបានទៅសេប្រមហើយយើង copy មកបន្ទាប់មកយើងចុចលើពាក្យថាវីដេអូនេះយកពាក្យថា new chat បន្ទាប់មកយើងផាសប្រមយើងចូលទៅក្នុងហ្នឹងមកហើយយើង generate បាទហើយការ generate នេះគឺមានរយៈពេល3ទៅ5នាទីរងចាំបន្តិចទៅបាទនេះគឺយើងបាន generate រួចរាល់ហើយឥឡូវយើងមក play មើលទាំងអស់គ្នាបាទនេះគឺរួចរាល់ហើយយើងអាចគាត់ចុច download ទៅបាទវា download ហើយអញ្ចឹងរបៀបដែលយើងអាច cancel subscription បាទគឺយើងចុចលើនេះមួយទៅចុចលើ profile យើងមួយទៅ manage Google account បាទបន្ទាប់មកយើងយក payment and subscription បាទយើង scroll ចុះមកក្រោមឃើញ Google One នេះចុចលើនេះមួយទៅបាទ cancel subscription មកបាទយើងចុច reason មកចុចអីក៏បានដែរខ្ញុំយកពី other decline to answer នេះក៏បានដែរ continue cancel subscription បាទយើងចុច cancel បាទប៉ុន្តែនេះខ្ញុំអត់ទាន់ចង់ចុច cancel ទេគឺខ្ញុំនៅតែបន្តប្រើនៅតែរៀនស្រាវជ្រាវពីវាបន្តទៀតបាទអរគុណអញ្ចឹងការចែករំលែកនៅចំណេះដឹងអំពី Gemini VO3 បាទបានមកដល់ទីបញ្ចប់ហើយបាទសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសូមជួយ subscribe channel ខ្ញុំមួយផងបាទអរគុណច្រើន